Group ជំរាបសួរបងប្អូនអ្នកតាមដានវីដេអូទូរ៉េនរបស់ខ្ញុំបាទទេពធីតាថ្ងៃនេះថ្ងៃទី20ខែ5ឆ្នាំ2026វត្តមានខ្ញុំបាទនៅក្នុងចំការទូរ៉េនតាកាំងមេមត់គីឡូ214រូបទូរ៉េនធំនៅខាងមុខបានអ្នកមេមត់តែងតែហៅទូរ៉េននោះថាជាទូរ៉េនថ្មប៉ុន្តែនៅពីក្រោមទូរ៉េនថ្មក៏មានថាទូរ៉េនតាកាំងដែរបាទធម្មតាទូរ៉េនថ្មក៏មានម្ចាស់ដែរបាទអញ្ចឹងបងប្អូនអាចផ្លាស់ប្ដូរបានថាពីទូរ៉េនថ្មទៅទូរ៉េនតាកាំងក៏បានដែរតាមចំណង់ចំណូលចិត្តរបស់បងប្អូនបាទអញ្ចឹងនៅក្នុងចំការរបស់យើងនេះគឺនិមិត្តរូបចំការទូរ៉េនតាកាំងនៃស្រុកមេមត់នេះគឺរូបទូរ៉េនតាកាំងបាទនៅគីឡូម៉ែត្រលេខ214នេះឯងបាទវត្តមានខ្ញុំបាទនៅជាមួយដើមទូរ៉េនឈ្មោះថាតើងវែងបាទដើមទូរ៉េននេះមូលហេតុដែលយើងហៅតើងវែងដោយសារឃើញតើងហ្នឹងវាវែងមែនដល់តើងវែងអញ្ចឹងទៅយើងហៅខ្មែរយើងថាតើងវែងអញ្ចឹងទៅបាទកន្លងមកយើងច្រើនតែហៅតាមផ្ទះលេខ2ផ្ទះលេខ2ហៅអីអានឹងលយបាទព្រោះអីអ្នកដាំទូរ៉េនតំបន់ខ្លះឲ្យតែបានក្រុមផ្ទះលេខ2មកបៃឡាំបន្តិចតួចហ្នឹងបាក់ទឹកបាក់ដីហើយអត់សូវថាហៅអ្វីដែលជារបស់ខ្លួនឯងអត់ធ្វើអីដោយថានេះជារបស់ខ្លួនឯងបាទដល់អញ្ចឹងក្រោយពីមានបញ្ហាជាមួយផ្ទះលេខ2ទៅទើបជ្រួលច្រាលទើបស្ទុះស្ទារកដូរឈ្មោះទូរ៉េនដូរឈ្មោះអីអញ្ចឹងទៅអញ្ចឹងខ្ញុំរាប់ថាផ្លែទូរ៉េនហើយនឹងដើមទូរ៉េនដែលនៅជាមួយខ្ញុំបាននេះគឺឈ្មោះទូរ៉េនតើងវែងបាទអញ្ចឹងទូរ៉េនតើងវែងជាក់ស្ដែងហ្នឹងមើលក្នុងរូបភាពគឺតើងវាវែងអញ្ចឹងមែនបាទតើងវាវែងហើយផ្លែវាមូលល្អរសជាតិវាក៏ឆ្ងាញ់ដែរតែគ្រាន់ថានៅក្នុងប្រជាណាចក្រកម្ពុជាពូជតើងវែងនេះពិបាកក្នុងការដាំបន្តិចបាទមែករញ៉េរញ៉ៃយើងអាចហៅថាវាដូចជាតើងរ៉ើងបងមែកគ្មានសណ្ដាប់ធ្នាប់សុកងាប់មួយមែកសុកទៅបាក់រយះក៏មានដែរអញ្ចឹងប្រភេទតើងវែងនេះខ្ញុំទទួលស្គាល់ថាពិបាកក្នុងការដាំដុះណាស់សម្រាប់បងប្អូនប្រជាកសិករយើងអ្នកដាំទុរេននេះជាបទពិសោធន៍អ្វីដែលខ្ញុំចង់ជម្រាបជូនទៅដល់បងប្អូនពូជខ្លះរសជាតិឆ្ងាញ់មែនក៏ប៉ុន្តែវាមិនតម្រូវស្ថានភាពជាក់ស្ដែងនៅក្នុងប្រជាណាចក្រកម្ពុជាយើងអញ្ចឹងក៏មានផលលំបាកដែរមិនថារាល់ពូជទាំងអស់ល្អឆ្ងាញ់ទៅទីណាក៏ឆ្ងាញ់ក៏មិនមែនដែរបាទដូចខ្ញុំលើកឡើងដដែលពាក់ព័ន្ធនឹងឪខៈក៏ដូចគ្នាដែរជាពូជមួយជា brand name មួយរបស់ខ្មែរយើងប៉ុន្តែក្រៅពីទឹកដីកំពតយើងពិបាកក្នុងការដាំដុះពេលនេះมันមានន័យថាដាំអត់ដុះទេពិបាកក្នុងការធ្វើឲ្យរសជាតិឆ្ងាញ់បាទក្រៅពីកំពតជួនកាលទឹកដីដទៃទៀតឆ្ងាញ់ឆ្នាំទី1ឆ្នាំទី2ចូលដល់ឆ្នាំទី3អត់ឆ្ងាញ់ក៏មានបន្ទាប់ទៅទៀតគឺអត់ឆ្ងាញ់តែម្ដងអញ្ចឹងក៏បានដែរអញ្ចឹងក៏មានការលើកទឹកចិត្តទៅដល់បងប្អូនយើងដែលរស់នៅក្នុងទឹកដីខេត្តកំពតបង្កើនការដាំដុះកុំឲ្យចាញ់យោបាយកលគេកាប់នេះយើងចេញហ្នឹងកាប់ពូជដែលយើងបានអភិរក្សមួយហ្នឹងគឺឪខៈហ្នឹងជាគេដំណើររបស់យើងស្រាប់ចោលទៅដាំពូជថ្មីរបស់ឈ្មោះបរទេសអីទៅវិញអាហ្នឹងខ្ញុំគិតថាវាជាកត្តាមួយមិនត្រឹមត្រូវទេបាទអញ្ចឹងពាក់ព័ន្ធនឹងពូជតើងវែងនេះខ្ញុំចង់ណែនាំបងប្អូនថាជាពូជមួយរៀងស្រាលដែរទេឥឡូវនេះអាយុកាលនៃតើងវែងនេះបាន60ទៅ70ថ្ងៃហើយអញ្ចឹងក្នុងឱកាសដែលបងប្អូនអញ្ជើញមកលេងចំការទូរ៉េនតាកាំងមេមត់នេះអាចមកទស្សនាបានផ្លែនេះគឺនៅក្នុងចំការទូរ៉េនតាកាំងមេមត់នៅប្លុក A បាទនៅតំបន់ A មានតែចូលពីខ្នល់មកគឺយើងនៅខាងឆ្វេងដៃមុនគេចំការមុនគេបន្ទាប់ទៅបានយើងឈានទៅដល់ប្លុក B នៅចំការដែលយើងទទួលភ្ញៀវបាទអញ្ចឹងក៏ជាដំណឹងមួយជូនទៅដល់ fan របស់ចំការទូរ៉េនតាកាំងមេមត់ដែរថាយើងចាប់ផ្ដើមបើកទទួលភ្ញៀវហើយនៅក្នុងរដូវកាលទូរ៉េន2026នេះអញ្ចឹងបងប្អូនដែលចំណាប់អារម្មណ៍សៅរ៍អាទិត្យឬក៏អត់ចង់បានមនុស្សអញ្ញៃច្រើនខុសពីសៅរ៍អាទិត្យនិងឱកាសមួយសម្បូរបានដល់ពេលបងប្អូនខ្លះសម្រុកមកតែសៅរ៍អាទិត្យដល់ពេលមកមនុស្សច្រើន
nẹt tinh trán dương cột cung ọt cục cron miền cả on sập chặt ấy class chẳng tới tại bữa cào pi sai gật tích dương miền tuyền tùm chụp tràn ấy chẳng tới tu bong phôn bàn tràn bà chẳng bẹ pon cho mùi tuyền tông với nhom mình chia lụm ắt ấy tràn thế tục ở bong phôn thà đào về lia chọn tè chọn lụ chọn sải chơi máu chả ca tuyền ta càng 11 chẹt đây mình son ra thà đằng tại miền thế bong ôn chơi mà chọn pe về lia đại tông về túm chiều cả muối đại bong ôn bàn lụ đồ chiết chẳngในក្នុងចំការរបស់តាកាំងទាំងអស់ទាំង 11 ទាំងរតនគិរីទាំងកំពង់ធំគឺយើងដាំច្រើនពូជទុកឲ្យបងប្អូនបានសាកនៅរសជាតិពិសានៅរសជាតិជាច្រើនពូជដើម្បីថ្លឹងថ្លែងមើលថាពូជណាដែលមានរសជាតិឆ្ងាញ់ហើយពូជណាដែលជា idol របស់បងប្អូនរៀងខ្លួនបាទឱកាសនេះខ្ញុំបាទទីតានៅក្នុងចំការទ្រៀនតាកាំង 11 គ្រប់លា